គេនាំគ្នាអត់ដេកអត់ពួនទេបន្ទាប់ពីឆ្លងឆ្នាំយប់មិញហើយដាច់យប់ដល់ម៉ោង2ភ្លឺអីយេបងប្អូនអើយមនុស្សម្នានិយាយថាមនុស្សម្នាច្រើនកកកតែម្ដងដើរឡើងចង្អៀតគ្នាអញ្ចឹងណាចង់និយាយថាដោយសារព្រលឹមឡើងគេចាប់ផ្ដើមលក់ដូរលក់អីពេញផ្លូវពេញអីអញ្ចឹងមនុស្សក៏ដើរព្រាតពេញនឹងយប់មិញឆ្លងឆ្នាំដល់ម៉ោង2ភ្លឺម៉ោង3ភ្លឺអ្នកខ្លះដល់ផ្ទះម៉ោង4ភ្លឺក៏មានដែរហើយនិយាយពីថាអើយមកព្រលឹមឡើងនៅតែមានមនុស្សដើរពេញនឹងហើយគេគូគំនូគូអីរបៀបកំប្លែងកំប្លុកប្លែងតែតម្លៃវាមិនថោកប៉ុន្មានទេចឹងហើយយើងទៅមើលតទៅទៀតមើលទៅសកម្មភាពរបស់ពួកគាត់គឺសប្បាយរីករាយជាមួយនឹងថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំសកលនេះតែម្ដងគឺពួកគាត់នាំគ្នាដើរលេងនាំគ្នាញ៉ាំអីហូបចុកពេញហ្នឹងនៅម្ដុំទូអេហ្វែលហ្នឹងដូចយើងឃើញនេះទូអេហ្វែលហើយមានលក់ភីហ្សាអ៊ីតាលីមានអីនិយាយទៅពេញហ្នឹងតែម្ដងគឺអារម្មណ៍មួយនេះគឺថាពិតជាប្លែកពិតជាអស្ចារ្យដែលយើងអត់ធ្លាប់មកថ្ងៃទី1ដែលឆ្លងឆ្នាំរួចហើយអញ្ចឹងតើវាមនុស្សច្រើនបែបណាហើយឥឡូវនេះយើងឃើញហើយទស្សនវិជ្ជាគឺមែនអ៊ូអមែនតែម្ដងទោះបីថាយប់មិញឆ្លងឆ្នាំហើយដាច់យប់មែនប៉ុន្តែព្រលឹមឡើងពួកគាត់នៅតែនាំគ្នាចេញដើរព្រាតពេញនឹងតែម្ដងហើយនេះមិនមែនតែជាភ្ញៀវទេសចរទេគឺទាំងជនជាតិបារាំងផ្ទាល់តែម្ដងក៏ពួកគាត់ចេញក្រៅដើរលេងផងដែរប្រៀបបានដូចថាថ្ងៃនេះថ្ងៃសិរីសួស្តីចូលឆ្នាំថ្មីអញ្ចឹងណាអញ្ចឹងហើយពួកគាត់នាំគ្នាចេញដើរលេងអញ្ចឹងណាគឺពិតជាសប្បាយប្លែកអារម្មណ៍មែនតើចំណុចមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍នោះគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនទាក់ទងជាមួយនឹងរបស់ដែលមានតម្លៃរបស់យើងដូចជាទូរស័ព្ទដៃដូចជាកាបូបឬក៏អីក៏ដោយហ្នឹងដែលតាក់ទងទៅនឹងរបស់ដែលមានតម្លៃគឺយើងត្រូវតែប្រយ័ត្នដោយសារតែសបោហើយចោលលូកកប៉ៅលូកអីអញ្ចឹងណា pickpocket ចឹងហើយយើងត្រូវតែប្រយ័ត្នទោះបីថាយើងដើរសប្បាយរីករាយប៉ុណ្ណាក៏ដោយបើយើងអត់បានប្រយ័ត្នទឹកភ្នែកព្រោះអីមានខ្មែរយើងដែលគាត់មកលេងហើយគាត់បាត់កាបូបលុយគាត់បាត់ទូរស័ព្ទមានអីអញ្ចឹងមានច្រើនមិនមែនតែពួកបរទេសទេដែលបាត់គឺខ្មែរយើងក៏បាត់ដែរឲ្យតែដើរលេងចឹងហើយត្រូវប្រយ័ត្នទាំងអស់គ្នាអូខេដូច្នេះហើយនេះគឺជាចំណាប់អារម្មណ៍របស់ខ្ញុំនៅថ្ងៃទី1សម្រាប់ថ្ងៃចូលឆ្នាំសកលនៅឯប្រទេសបារាំងបទពិសោធន៍ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបន្តទៀត